Okay, it's been very nice meeting you here. I'm very lucky to ask your permission to have a very short interview. So I'm very proud, and I always take a look, take a glance while you walking past by my shop. I just saw you work at a ice cream shop nearby my shop. So why you always pass by here and not stay at your ice cream shop? Can you please tell me something about that? I work at the ice cream shop, but my house is near, so travel. I walk from my house to the ice cream shop every day to work. All right. So I see. I never stop you to ask you. I see your face look like Korean or Japanese nationality, but can you tell me something about it? Are you Cambodian national or half Korean or Japanese? No, I'm fully Cambodian. My parents are both Cambodian, but I'm definitely in the Chinese ancestors bloodline. Okay, but they កាពិតកូនខ្មែរទេ right បាទមិនទៅជុំចេះឆ្ងល់ថាហេតុអីបានឃើញអាសាដាក់កាត់តាមហាងឲ្យអាសាលួចមើលប្អូនតែប្អូននេះមើលទៅដូចសង្ហាស្អាតមែនមានមោទនភាពចំណែកអញ្ចឹងកូនខ្មែរទេអត់មែនកូនកាត់បរទេសហើយកូរ៉េមួយជប៉ុនទេ អត់ទេ Okay, very happy to meet you, and you are so friendly. I always see you walk and with a friendly smile, right? ហើយរត់ថ្ងៃហ្នឹងបងប្អូនរៀបចំបញ្ញាបត្រឲ្យនៅហើយឃើញទៅធ្វើការងារបន្ថែមហ្នឹងជាហាងខ្លួនឯងផ្ទាល់តែម្ដងឬមួយក៏ជំនួយការឬមួយក៏ធ្វើការដើម្បីអ្វីដែរខ្ញុំតំរៀនថ្នាក់ទី12ចប់ឆ្នាំមុនអញ្ចឹងខ្ញុំប្រឡងបាត់ដប់2024ចាប៉ុន្តែពេលប្រឡងហើយហ្នឹងខ្ញុំមិនទាន់ដឹងថាទៅហ៊ានណាអញ្ចឹងទៅខ្ញុំមានពេលវេលាច្រើនហើយកន្លែងខាងក្រែមហ្នឹងបងបើកបងប្អូនបង្កើតមកឬមួយក៏មិនបាទបងបង្កើតមកគាត់បើកអញ្ចឹងទៅយើងឆ្លងពេលវេលាច្រើនអត់ដឹងធ្វើអីយើងមកទទួលបទពិសោធន៍យើងមកអភិវឌ្ឍខ្លួនឯងតាមការជួយធ្វើការគាត់អូខេអញ្ចឹងមានន័យថាមិនមែនបងអូនជាអ្នកធ្វើការរកប្រាក់ខែទេប៉ុន្តែមកជួយបងក្នុងការមើលហាងខុសត្រូវហាងបន្ថែមអញ្ចឹងណាបាទហើយយល់យ៉ាងម៉េចដែរបងអូនការដែលធ្វើការជួយមើលហាងហ្នឹងតើវាមានប្រយោជន៍អីសម្រាប់បងអូនទេហើយបងអូនគិតថាប៉ះពាល់មកការសិក្សាទេឬមួយក៏ជាការបរៀនយើងឲ្យយល់ដឹងពីបទពិសោធន៍ការងារបាទសូមបញ្ជាក់ថែមបាទដោយសារពីមុនហ្នឹងខ្ញុំរស់នៅពេញអញ្ចឹងពេលខ្ញុំប្រឡងបាត់ដប់គាត់នៅពេញដែរប៉ុន្តែពេលគាត់មកបាខាងនៅកំពង់ចាមហ្នឹងទៅខ្ញុំគិតថាពេលមុនសម្រាប់ចិត្តមកកំពង់ចាមជួយខែធ្វើការងារគាត់ហ្នឹងខ្ញុំគិតថាបើនៅពេញវាក៏យើងធ្លាប់នៅពេញរហូតអញ្ចឹងទៅវាស្រួលប៉ុន្តែយើងត្រូវតែអភិវឌ្ឍខ្លួនឯងយើងអូខេថ្នាក់ទី12ហើយយើង so proud 18ឆ្នាំហើយយើងត្រូវអភិវឌ្ឍខ្លួនឯងយើងត្រូវចេះប្រើពេលវេលាឲ្យបានល្អជាងនេះមកកាប់កំពុងចាស់ហ្នឹងមកជួយធ្វើការងារគាត់ដើម្បីទូបានបាត់ពិសោធន៍អីខ្លះចឹងប្រឡូកទៅនឹងសង្គមឲ្យស្គាល់ភាពពិបាកនៃសង្គ្រោះខ្លះចឹងទៅមោទនភាពមែនតើអញ្ចឹងបច្ចុប្បន្នបងអូនទៅមានអាយុ18ឆ្នាំទេបាទហើយចប់បាក់ឌុបហ្នឹង2024ថ្មីស្មើនឹងទេឆ្នាំមុនហើយមានគោលបំណងនឹងចង់បន្តទៅរៀននៅមហាវិទ្យាល័យនៅភ្នំពេញឬមួយក៏នៅក្រៅប្រទេសឬក៏មួយក៏នៅខេត្តកំពង់ចាមបាទហើយមិនចង់បន្តទៀតស្រឡាញ់ការសិក្សាឬមួយក៏បើក business តខ្លួនវិញមើលទៅបងអូនជាកូនអ្នកមានជីវភាពទូធាដែរក៏មិនដែរបាទខ្ញុំគិតថាដំបូងខ្ញុំចង់ទៅដាក់ទៅសុខក្រៅប៉ុន្តែវាមានពិបាកខ្លះអញ្ចឹងទៅវាយូរអញ្ចឹងឥឡូវសល់ពេលមួយឆ្នាំនេះមកជួយអញ្ចឹងមិនសល់ពេលណាប៉ុន្តែឥឡូវគឺគិតទៅការទៅបរទេសហ្នឹងគឺអាច90%បាទទៅរៀនបន្តហើយខ្ញុំគិតថាការរៀនគឺសំខាន់អូខេល្អមែនតើបាទរៀនយើងមិនមែនចេះតែប៉ុន្តែពេលយើងទៅរៀនហ្នឹងក៏យើងត្រូវទៅខំរៀនដែរយើងមិនខំទៅសាលាយើងទៅរៀនទទួលចំណេះដឹងហ្នឹងដើម្បីធ្វើការងារបានល្អដើម្បីយកចំណេះហ្នឹងទៅធ្វើការងារបានបាទអរគុណច្រើនហើយមើលទៅបងអូនមើលថាការសិក្សាហ្នឹងវាសារៈសំខាន់យ៉ាងណាដែរក្នុងការបន្តរៀនមហាវិទ្យាល័យឥឡូវនេះបងអូនមានគោលដៅថានឹងទៅរៀននៅក្រៅប្រទេសចុះសម្រាប់យុវជនសិស្សនិស្សិតនៅកំពង់ចាមយើងវិញក៏ដូចជានៅស្រុកខ្មែរវិញតើគួរតែរៀនបន្តទៀតដើម្បី
ជាជាមួយសម្រាប់គាត់រកការងារធ្វើឬមួយក៏ឈប់ធ្វើការត្រឹមវិទ្យាល័យអីក៏យ៉ាងមិនដែរបងបាទសូមជាសារមួយមកបាទ ស្រាប់យើងវាអាហ្នឹងវាបាក់ឆ្លើយដោយសារយើងបើយើងខុសៗគ្នាប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវចេះមានការខិតខំប្រឹងប្រែងយើងត្រូវមានគោលដៅបើយើងថាអូយើងរៀនហើយយើងបាក់ចូលមហាវិទ្យាល័យយើងវាជីវភាពវាពិបាកដែរដោយសារអ្នកខ្លះគឺគាត់ជីវភាពពិបាកមែនអញ្ចឹងយើងមិនអាចចេះតាធ្វើអីចង់បានហ្នឹងឯង អូខេ ហើយអញ្ចឹងទៅយើងត្រូវគិតថាអូបើយើងចង់ជប់រៀនអត់ចង់រៀនមហាវិទ្យាល័យយើងត្រូវគិតថាអូយើងមានគោលដៅអីគេយើងយកពេលវេលាទៅធ្វើអីគេវិញ អូខេ បើយើងចង់ទៅរកស៊ីទៅធ្វើការធ្វើអីយើងនឹងតាមហ្នឹង បាទ តែបើយើងថាមានគោលដៅល្អថាអូទោះបីជាបាក់យ៉ាងណាក៏ដោយយើងចង់រកលុយទៅដើម្បីគ្រប់គ្រងការសិក្សាយើងក៏អាហ្នឹងល្អម្យ៉ាងដែរឲ្យតែមានគោលដៅយើងធ្វើអីក៏បាន អូខេក្នុងនាមបងជាបងប្រុសម្នាក់ដែលឃើញប្អូនមានឆន្ទៈហើយមានបេះដូងហើយរៀនតាំងពីជំនាញគ្រប់គ្រងហាងតែផងហើយដើម្បីយល់សម្របខ្លួនទៅនឹងការលំបាកហើយបងពិតជារំភើបចិត្តទេครับភាសាអង់គ្លេសបងគឺស្ទាត់ជំនាញខ្លាំងមែនទែនបាទគឺនិយាយអង់គ្លេសគឺបងរៀននៅសាលាណាដែរហើយមិនបានចេះអង់គ្លេសឡើងគាត់ទៅរៀននៅក្រៅប្រទេសឬក៏រៀននៅស្រុកខ្មែរដែរ អត់ទេខ្ញុំរៀននៅភ្នំពេញហើយភ្នំពេញឥឡូវគឺសាលា